ទោះបីជាមានរឿងអីកើតឡើងនៅក្នុងជីវិតយើងក៏ដោយយើងអាចបោះបង់រឿងជាច្រើនប៉ុន្តែយើងអត់គួរណាបោះបង់អាខ្លួនយើងដែលនៅជាមួយយើងតាំងពីពិបាកតាំងពីសុបាយតាំងពីសុខនេះជួនកាលពេលខ្លះវានៅជាមួយនឹងខ្លួនយើងទៅយើងភ្លេចមើលឃើញជាការយល់ឃើញរបស់ខ្ញុំគិតថាអត់មានអ្នកណាដែលមានតម្លៃជាងខ្លួនយើងទេនៅក្នុងមួយជីវិតនេះខ្ញុំពិតជាធ្លាប់បាននិយាយថាទោះបីជាអ្នកដែលបង្កើតយើងឬក៏អ្នកដែលយើងបង្កើតក៏ដោយចាចុងបញ្ចប់នៃជីវិតគឺយើងនៅជាមួយនឹងខ្លួនឯងទេចឹងហេតុអីបានជាយើងបោះបង់មនុស្សម្នាក់ដែលនៅជាមួយខ្លួនយើងតាំងពីវិនាទីដំបូងនៃកំណើតយើងអាចនឹងឆ្លងកាត់រឿងពិបាកជីវិតគឺវាអញ្ចឹងចាយើងត្រូវការឆ្លងកាត់ឃ្លាលំបាកហើយពេលខ្លះក៏យើងធ្លាប់បានសុបាយហើយពេលខ្លះទៀតវាអាចល្អប្រសើរជាងនឹងខ្ញុំចង់ឲ្យមនុស្សមានសង្ឃឹមទោះបីជាអត់សង្ឃឹមយើងរៀនសង្ឃឹមខណៈពេលដែលយើងអស់សង្ឃឹមខ្ញុំចង់ឲ្យជឿពេលណាដែលយើងមានសង្ឃឹមយើងមានជំនឿហើយយើងជឿថាអ្វីដែលយើងដាំទៅអ្វីដែលយើងផ្ដល់ឲ្យទៅផលវាបាននឹងបានត្រឡប់មកវិញហើយពេលដែលយើងឆ្លងកាត់ការលំបាកវាគ្រាន់តែជាវិញ្ញាសាមួយដែលយើងត្រូវការឆ្លងកាត់ចង់បានអ្វីមួយដែលល្អវាត្រូវតែឆ្លងកាត់ការខិតខំប្រឹងប្រែងចង់បានអ្វីមួយដែលស័ក្តិសមសម្រាប់ការខិតខំប្រឹងប្រែងវាត្រូវការឆ្លងកាត់វិញ្ញាសាដែលលំបាកឯងទោះបីជាវាជាផ្លូវចិត្តរឹងមាំក៏ដោយកម្លាំង